បងប្អូនអរគ្នាទេសភាពនៅពីក្រោយខ្នងបងប្អូនអរគ្នាស្អាតទេនេះគឺជាទិដ្ឋភាពដែលនៅលើភ្នំបូកគោដែលជាផ្លូវកាត់មកពីខេត្តព្រះសីហនុមកកាន់ភ្នំបូកគោតែម្ដងហើយថ្ងៃនេះខ្ញុំបានយករថយន្តនេះមកធ្វើការ review ដើម្បីបង្ហាញជូនបងប្អូនអរគ្នាដោយការដែលខ្ញុំបើកបរដោយផ្ទាល់តែម្ដងដើម្បីចង់ដឹងអំពីតើប្រព័ន្ធគ្រឿងក្រមរបស់វាទន់ប៉ុណ្ណាតើវាអាចឆ្លងកាត់ឧបសគ្គទាំងអស់នេះបានដែរឬទេតើការចំណាយរបស់វាប៉ុណ្ណាដែរបងប្អូនអរគ្នាសម្រាប់រថយន្តនេះផងដែរបើសិនជាយើងការចំណាយពីភ្នំពេញមកកពតពីកពតទៅភ្នំពេញគឺយើងចំណាយត្រឹមតែខ្ទង់ល្បាក់$20ជាងទេបងប្អូនអរគ្នាសម្រាប់ការចំណាយលើប្រេងម៉ាស៊ូតរបស់វាមិនតែប៉ុណ្ណោះសម្រាប់រថយន្តនេះផងដែរគឺបងប្អូនអរគ្នាអាចធ្វើដំណើរឆ្លងកាត់ឧបសគ្គបានគ្រប់កន្លែងតែម្ដងមិនថាផ្លូវប្រភេទមានថ្មមិនថាផ្លូវឧបសគ្គអញ្ចឹងគឺយើងអាចជូនបងប្អូនអរគ្នាទៅគ្រប់ទីកន្លែងតែម្ដងបងប្អូនអរគ្នាដោយសារតែប្រព័ន្ធគ្រឿងក្រមរបស់វារៀងទន់ដែរហើយវាមាន mood ជាច្រើនហើយមានកាមេរ៉ា360អញ្ចឹងសម្រាប់ការធ្វើ review របស់ខ្ញុំនេះគឺជារថយន្ត pick up មួយដែលយើងអាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវបានមិនថាផ្លូវស្ថានភាពបាយខុំជាពិសេសគឺបាយខុំខ្ញុំពេញចិត្តខ្លាំងមែនទែនហើយមិនថាផ្លូវដែលមានបេតុងមិនថាជីកាត់ភ្លៀងមិនថាជីប្រភេទ off road ឬក៏ដឹកអីវ៉ាន់ទេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចង់បានរថយន្តនេះឬក៏ចង់តេស្តសាករថយន្តនេះដូចខ្ញុំដែរបងប្អូនអាចយករថយន្តនេះពីក្រោយខ្នងខ្ញុំនេះតេស្តសាកផ្ទាល់ហើយក៏បងប្អូនទាំងអស់គ្នាអាចទៅ showroom JMC ផ្ទាល់តែម្ដងដើម្បីធ្វើការសុំគេដើម្បីតេស្តបានហើយបងប្អូនទាំងអស់គ្នាឃើញថាតើ performance របស់វាយ៉ាងម៉េចដែរក្រោយពេលដែលធ្វើតេស្តចុះបងប្អូនទាំងអស់គ្នាអាចសាកល្បងបានអញ្ចឹងក្នុងវីដេអូនេះផងដែរពីខ្ញុំទៅគឺសម្រាប់រថយន្តនេះគឺចំពោះចំណុច comfort អូខេចំពោះប្រព័ន្ធទប់លំនឹងសម្រាប់ខ្ញុំអូខេចំពោះកម្រិតស៊ីប្រេងអូខេចំពោះកម្លាំងអូខេហើយនឹង option មួយចំនួនគឺខ្ញុំគិតថាអូខេហើយដោយសារតែក្រុមហ៊ុនក៏មានការធានាជូនបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់រករថយន្ត pick up ដើម្បីប្រើការ JMC ក៏ជាជម្រើសមួយនៅក្នុងជម្រើសផ្សេងទៀតដែលបងប្អូនទាំងអស់គ្នាគួរតែសម្រេចចិត្តសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយបងប្អូនទាំងអស់គ្នាជម្រាបលា